សួស្តីបងប្អូនទាំងអស់គ្នាព្រមទាំងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញមេរៀនមួយទាក់ទងជាមួយនឹង kind of sentence គឺដឹងហើយថាប្រភេទប្រយោគមាន4ប្រភេទ there are 4 types of sentences okay first simple sentences okay a simple sentences contain a single independent clause with subject and a verb that expresses a complete short ណា okay simple sentence ហ្នឹងគឺបកប្រែថាប្រយោគធម្មតា okay ប្រយោគធម្មតាគឺមាន independent clause មានថាមានប្រយោគឯករាជ្យមួយណាមានប្រយោគឯករាជ្យមួយជាមួយនឹងប្រធានហើយនឹងកិរិយាសព្ទដែលបង្ហាញនៅគំនិតពេញលេញដែលមានអត្ថន័យពេញលេញណាអាហ្នឹងគេហៅថា independent clause ឧទាហរណ៍ហើយ independent clause ហ្នឹងគឺវាអាចធ្វើទៅឯងបានមានអត្ថន័យពេញលេញណាគឺយើងហៅថា independent clause example my dog eats bone ឆ្កែរបស់ខ្ញុំស៊ីឆ្អឹងហ្នឹងគឺជាប្រយោគដែលមាន complete short ណាដែលមានអត្ថន័យពេញ okay number 2 she drink coffee every day she drink coffee every day នាងហ្នឹងផឹកកាហ្វេជារៀងរាល់ថ្ងៃគឺប្រយោគហ្នឹងគឺអាចឈរទៅឯងបានណាគេឲ្យឈ្មោះថាជាប្រយោគឯករាជ្យ independent clause and number 3 he drive his car គាត់បើកឡានរបស់គាត់បើកឡានរបស់គាត់ណា okay it's content subject with verbs គឺយកឈ្មោះថា independent clause ហើយ okay number 4 we play football every weekend យើងលេងបាល់ទាត់ជារៀងរាល់សប្តាហ៍ណាប្រយោគបែបនេះគឺជាប្រភេទប្រយោគឲ្យឈ្មោះថា independent clause and the last one number 5 Mr. John types computer លោក John ហ្នឹងគឺបានវាយ computer ណា okay វាយ computer មានថាសរសេរលើអត្ថបទលើ computer ហ្នឹងទៅណានេះគឺជា simple sentence ត្រូវចាំថា simple sentence contain a single independent clause with a subject and a verb that expresses a complete short ណាប្រយោគឯករាជ្យគឺជាប្រយោគដែលមានអត្ថន័យពេញលេញដែលអាចឈរទៅឯងបាន stand alone right okay នេះគឺឲ្យឈ្មោះថា simple sentence okay please move to independent clause and dependent clause ឥឡូវនេះខ្ញុំនឹងវែកញែកទៅជាមួយ independent clause ហ្នឹងគឺវាយ៉ាងម៉េចហើយ dependent clause ហ្នឹងវាយ៉ាងម៉េចតើវាខុសគ្នាយ៉ាងម៉េចណា okay independent clause is a group of words with a subject and a verb that can stand alone that can stand ដែលអាចឈរទៅឯងបាន as a complete sentence ជាប្រយោគដែលពេញលេញជាប្រយោគពេញលេញគេឲ្យឈ្មោះថា independent clause យើងបកប្រែខ្មែរថាប្រយោគឯករាជ្យណាយើងដឹងហើយប្រយោគឯករាជ្យគឺជាប្រយោគដែលអាចឈរនៅតែឯងបាន example we arrive early to the party ពួកយើងបានមកដល់កម្មវិធីយ៉ាងលឿននៅកម្មវិធីជប់លៀងណាប្រយោគនេះគឺជាឲ្យឈ្មោះថាប្រយោគឯករាជ្យ okay and one more I walk to school every day ខ្ញុំបានដើរទៅសាលាជារៀងរាល់ថ្ងៃប្រយោគនេះគឺជាប្រយោគឯករាជ្យព្រោះថាវាអាច stand alone អាចឈរនៅតែឯងបានហើយវា complete short ណា or complete sentence វាមានអត្ថន័យពេញលេញអាហ្នឹងគេឲ្យឈ្មោះថា independent clause ដល់ពេល a dependent clause is a group of words containing a subject and a verb but it does not express a complete short and cannot stand alone as a sentence ហើយប្រយោគនេះ dependent clause គេឲ្យឈ្មោះថាប្រយោគរណបណាប្រយោគរណបយើងដឹងហើយគឺត្រូវការប្រយោគឯករាជ្យមួយទៀតដើម្បីមកជួយវាឲ្យមានអត្ថន័យពេញលេញហើយវាមិនអាចឈរនៅតែឯងបានទេណាវាជាប្រយោគរណបគេវាត្រូវការមួយទៀតឧទាហរណ៍ឥឡូវសូមមើលឧទាហរណ៍ after I finish my homework បន្ទាប់ពីខ្ញុំបញ្ចប់កិច្ចការផ្ទះរបស់ខ្ញុំប្រយោគនេះយើងស្ដាប់មើលទៅដូចជាវាអត់មានក្បាលមានកតុយណាយើងស្ដាប់ទៅវាអត់សូវពេញលេញនិយាយចំគឺវាអត់សូវពេញលេញណាវារឿងឆ្កកតែយើងណាអូខេអញ្ចឹងហើយមកគេឲ្យឈ្មោះថាវាជាប្រយោគមិនឯករាជ្យជាប្រយោគរណបវាត្រូវការប្រយោគមួយទៀតបន្ថែមដើម្បីឲ្យវាមានអត្ថន័យកាន់តែច្បាស់ណា okay and the last one because it rain ពីព្រោះតែវាភ្លៀងយើងមិនដឹងថាប្រយោគដើមនោះគឺនិយាយយ៉ាងម៉េចទេដល់ពេលចេញមកគឺ because it rain ណាយើងត្រូវការប្រយោគឯករាជ្យមួយទៀតដើម្បីជួយវាឲ្យវាប្រយោគហ្នឹងคล้ายទៅជាប្រយោគពេញលេញហើយត្រូវចាំមួយទៀតថាប្រយោគឯករាជ្យប្រយោគរណបគឺវាចាប់ផ្ដើមដោយ conjunction គេយើងណា conjunction
Okay please move to complex sentence ឥឡូវយើងមើល number 2 យើងប្រភេទទី2ក៏ឈ្មោះថា complex sentence ប្រយោគសំញាំ complex ហ្នឹងគឺសំញាំស្មុគស្មាញណា Okay complex sentence Okay a complex sentence has one independent clause plus one or more dependent clause ណែអានេះគឺឲ្យឈ្មោះថា complex sentence complex sentence មានប្រយោគឯករាជ្យតែមួយទេតែចាំណាមានប្រយោគឯករាជ្យតែមួយហើយប្រយោគរណបហ្នឹងអាចមានមួយឬក៏ច្រើនជាងពីមួយទៅទៀតណាអាហ្នឹងក៏ឲ្យឈ្មោះថា complex sentence ត្រូវចាំឲ្យច្បាស់ complex sentence មានប្រយោគឯករាជ្យមួយហើយប្រយោគរណបអាចមានមួយឬក៏ច្រើនជាងពីមួយអាហ្នឹងក៏ឲ្យឈ្មោះថា complex sentence Okay, a dependent clause begin with a word like because, although, when, if, since, while, after, etc. ដូចខ្ញុំនិយាយពីលើកមុនអញ្ចឹងគឺ dependent clause គឺវាចាប់ដើមដោយ conjunction ទាំងអស់នេះសុទ្ធតែជាប្រភេទ conjunction ណាសុទ្ធតែជាឈ្នាប់សុទ្ធតែជាឈ្នាប់ទាំងអស់ណាឲ្យតែប្រយោគទាំងឡាយណាដែលផ្ដើមដោយ conjunction វាជា complex វាជា complex sentence ឲ្យតែផ្ដើមឲ្យតែវាមាន conjunction ចូលរួមនៅក្នុងប្រយោគហ្នឹងណា Example I stay home because it was raining ខ្ញុំបានស្នាក់នៅផ្ទះ because នេះឃើញ because វាជាប្រភេទ conjunction it was raining វាបានភ្លៀងវាបានកំពុងភ្លៀងហ្នឹងទៅណាប្រភេទប្រយោគបែបនេះក៏ឲ្យឈ្មោះថា complex sentence ដោយសារអីដោយសារតែវាមានពាក្យ conjunction ចូលរួមនៅក្នុងប្រយោគហ្នឹងណា Yes អាហ្នឹងគឺជាទ្រឹស្ដី complex sentence ជានិយមន័យរបស់វាណា Okay although she was tired she finished her work ទោះបីជានាងហត់យ៉ាងណាក៏ដោយនាងបានបញ្ចប់កិច្ចការរបស់នាងឃើញទេប្រយោគនេះវាជា complex sentence ដោយសារតែវាមាន although conjunction នៅជាមួយនឹងហ្នឹងណា Okay we went inside when the storm started យើងបានចូលទៅដល់ខាងក្នុងហើយនៅពេលដែលព្យុះហ្នឹងគឺបានចាប់ផ្ដើមណានៅពេលព្យុះហ្នឹងបានចាប់ផ្ដើមប្រយោគប្រភេទបែបនេះគឺជាប្រយោគ complex sentence ត្រូវចាំណាគឺយើង Okay if you study you will pass the test បើសិនជាអ្នកសិក្សាអ្នកនឹងប្រឡងជាប់អាហ្នឹងវាជារឿងពិតណាអញ្ចឹងហើយបញ្ជូទាំងអស់នេះឲ្យប្រយោគទាំងឡាយណាដែលមានconjunction ចូលរួមក៏ឈ្មោះថា complex sentence នាងណា Okay សង្ឃឹមថាអ្នកទាំងគ្នាអាចយល់បាន I hope all you understand about complex sentence Okay please move to compound sentence តើ compound sentence ហ្នឹងគឺជាប្រយោគយ៉ាងម៉េចណា compound sentence នេះគេឲ្យបកប្រែថាកន្សោមប្រយោគណាវាជាកន្សោមប្រយោគ Okay a compound sentence has two or more independent clause joined by coordinating conjunction ដែលយើងអាចឈ្មោះយើងធ្លាប់រៀនពីមុនមកដែលខ្ញុំហៅ fanboy ហ្នឹងណាឲ្យតែ compound sentence គឺវា join ជាមួយនឹង fanboy ឬក៏ semicolon ទៅចាំគ្នាយើងណា compound sentence គឺមានតែពីរទេដែលយើងកំណត់សម្គាល់របស់វាគឺវាទី1វា join ដោយ coordinating conjunction ឬមកក៏យើងអាចហៅថា fanboy ហ្នឹងហើយនឹង semicolon ឲ្យតែមានពីរហ្នឹងចូលរួមគឺវាជា compound sentence កន្សោមប្រយោគណាឥឡូវសូមអ្នកសិក្សាទាំងអស់គ្នាមើលឧទាហរណ៍ដើម្បីឲ្យកាន់តែច្បាស់ Example I wanted to go for a walk but it started to rain ខ្ញុំបានទៅដើរលេងប៉ុន្តែវាបានចាប់ផ្ដើមភ្លៀងបានចាប់ផ្ដើមភ្លៀងអីនេះឲ្យប្រយោគប្រភេទនេះគេឲ្យឈ្មោះថា compound sentence ណា compound sentence ព្រោះថាវា join ជាមួយនឹង coordinating conjunction ឲ្យតែ join ជាមួយនឹង coordinating conjunction គេឲ្យឈ្មោះថា compound sentence you got it everyone Okay she cooked dinner and he washed the dishes នាងបានចម្អិនអាហារពេលល្ងាចdinners Okay ហើយគាត់បានលាងចានលាងសម្អាតចានណាជាប្រយោគប្រភេទប្រយោគបែបនេះគឺជាប្រយោគ compound sentence ដោយសារតែវា join ជាមួយនឹង fanboy នឹង and ហ្នឹងណា and នេះក៏ឲ្យឈ្មោះថា fanboy ហើយណាOkay the movie ended
it was very late yeah นั่นคือวิจารณ์จมูกนัง semicolon ยังเรียนหายแต่ตัวนัง punctuation โอเคสปนี่คือเจียสัญญา semicolon นะสัญญา semicolon ปลายอย่างไม่ส้มเนี่ยศึกษาบนจังច្បាស់ទៅមើលវីដេអូមុនខ្ញុំបញ្យល់យ៉ាងច្បាស់នៅក្នុង punctuation marine punctuation ណាអូខេខ្សែភាពយន្តបានបញ្ចប់វាគឺយឺតខ្លាំងណាស់វាយឺតមែនទែនហ្មង yeah it was very late yeah and you can join us or you can stay home អ្នកអាចទៅចូលរួមមួយយើងឬក៏អ្នកអាចស្នាក់នៅផ្ទះណានេះគឺវាចូលរួមជាមួយនឹង coordinating conjunction or ណាឬក៏យើងអាចហៅថា fanboy ឲ្យតែប្រយោគទាំងឡាយណាដែលចូលរួមជាមួយនឹង fanboy ឬមួយក៏ semicolon គេឲ្យឈ្មោះថា compound sentence you got it everyone all the learners okay please move to compound complex sentence yeah ដល់ពេលចំណុចប្រភេទទី4នេះគឺយើងបូកបញ្ចូលគ្នាទាំងអស់តើ compound complex sentence ហ្នឹងគឺវាខុសពីមុនយ៉ាងម៉េចណានេះយើងប្រើប្រាស់កន្សោមប្រយោគសាមញ្ញyeah ហើយសូមមើលនិយមន័យទាំងអស់គ្នាដើម្បីឲ្យយល់កាន់តែច្បាស់កុំឲ្យច្រឡំណា a compound complex sentence has yeah មាន two or more independent clause yeah មានចាប់ពី2ឡើងទៅចាំណា compound complex sentence គឺមាន2ឬក៏ច្រើន independent clause មានប្រយោគឯករាជ្យ2ឬក៏ច្រើនទៅចាំអ្នកសិក្សាមិនមែនមានតែមួយណាគឺ2ឬក៏ច្រើនប្រយោគឯករាជ្យហើយ at least one dependent clause ហើយយ៉ាងតិចមានមួយប្រយោគរណបយ៉ាអាចមានមួយឬក៏2អញ្ចឹងទៅអានោះគឺជាប្រយោគរណបណាយ៉ាងតិចបើសិនជាអត់មានទេគឺមិនមែនជាប្រយោគមិនមែនជា compound complex sentence ទេណា yeah example when the rain stop yeah when the rain stop អាហ្នឹងជាប្រយោគ dependent clause we went outside ប្រភេទ we went outside ហ្នឹងវាជា dependent clause and we play soccer ណែចាប់ពី we រហូត we ហ្នឹងគឺindependent clause មួយដល់ពេល and we play soccer គឺមួយទៀតគឺវា2ត្រូវនឹងនិយមន័យរបស់យើងគឺ two or more independent clause ហើយគេថាយ៉ាងតិចគឺមានមួយ dependent clause នេះយ៉ាងតិចមានមួយគឺ when the rain stop ហ្នឹងឯងណាអាប្រភេទនេះគឺជាឲ្យឈ្មោះថាវាជា dependent clause you got it everyone yeah បើសិនតែយើងយល់ពីនិយមន័យវាគឺយើងឧទាហរណ៍ឬក៏យើងកំណត់សម្គាល់ប្រយោគគឺអត់ចេះខុសទេក្នុងយើងណាតើប្រយោគហ្នឹងវាស្ថិតនៅក្នុងប្រភេទមួយណាប្រភេទប្រយោគមួយណាណា okay one more I was studying វាជាប្រភេទប្រយោគឯករាជ្យណា when my phone rang ហ្នឹងគឺជាប្រយោគមិនឯករាជ្យប្រយោគរណបដោយសារអីបានខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែវាចាប់ផ្ដើមជាមួយនឹង conjunction but I didn't answer it but បើសិនជាវាចាប់ផ្ដើមជាមួយនឹង coordinator ឬក៏ coordinating conjunction វាជាប្រយោគឯករាជ្យអញ្ចឹងហើយបានវាប្រយោគឯករាជ្យ2 I was studying 1ហើយនឹង but I didn't answer it អាហ្នឹងជាប្រយោគឯករាជ្យ2ហើយយ៉ាងតិចដល់ពេល when my phone rang ជាប្រយោគរណប dependent clause វិញណាសូមកំណត់សម្គាល់ okay she smile ហ្នឹងជាប្រយោគឯករាជ្យជាប្រយោគឯករាជ្យមួយ because she was happy អាហ្នឹងជាប្រយោគមិនឯករាជ្យប្រយោគរណបណា dependent clause and ចាប់ដើមនៅ coordinator ទៀត and her friend celebrated with her ហើយនឹងមិត្តភក្តិរបស់ខ្ញុំបានចាប់ផ្ដើមប្ររពជាមួយនឹងនាងណាបួងសួងជាមួយនឹងនាងទៅអូខេនេះគឺជាឧទាហរណ៍របស់ compound complex sentence okay the last one although he was tired ណែ although នេះវាជាប្រភេទ conjunction ឲ្យតែប្រយោគដែលប្រើដោយ conjunction វាជាប្រយោគរណបណា although he was tired he finished his work and he went to bed early he finished his work ជាប្រយោគឯករាជ្យ and he went to bed early ជាប្រយោគឯករាជ្យដល់ពេលជាប្រយោគរណប although he was tired អូខេនេះគឺជាឧទាហរណ៍ហើយនឹងនិយមន័យរបស់ compound complex sentence សូមអ្នកសិក្សាទាំងអស់គ្នាត្រូវចាំឲ្យច្បាស់ហើយមើលមួយឲ្យយល់ណាបើសិនតែយើងចាំយើងងាយស្រួលក្នុងការកំណត់សម្គាល់នៅប្រយោគ
នៅក្នុងអត្ថបទមួយថាតើវាជាប្រយោគប្រភេទ simple sentence compound sentence complex sentence ឬមួយក៏ compound complex sentence yeah អូខេសូមមើល exercise ទាំងអស់គ្នាអ្នកសិក្សាទាំងអស់គ្នាដើម្បីឲ្យកាន់តែយល់ច្បាស់ណាបើសិនតែយើងបន្តពីយើងធ្វើលំហាត់នឹងហើយយើងនឹងអាចយល់ច្បាស់ទៅជាមួយនឹងប្រភេទប្រយោគមួយអូខេគេឲ្យ write ice សម្រាប់ simple sentence អានេះគឺវាអក្សរកាត់គេកុំឲ្យច្រើនណាសរសេរ s គឺសម្រាប់ simple sentence cd សម្រាប់ compound yes សម្រាប់ compound ណា yeah compound ដល់ពេល cx សម្រាប់ complex ឬក៏ cdcx ហ្នឹងគឺ compound complex sentence អានេះជាអក្សរកាត់របស់គេកំណត់សម្គាល់ណាឥឡូវមកសូមមើលទាំងអស់គ្នា Number 1 I wash the dishes after I finish my homework យ៉ាតើប្រយោគនេះជាប្រយោគប្រភេទប្រយោគអីគេ Okay the answer is cx yeah cx ហ្នឹងគឺcomplex យ៉ាវាជាប្រភេទ complex ណា And number 2 the dog bark and the baby cries យ៉ាវាជាប្រភេទប្រយោគគេដែរគ្នាយើងយ៉ាគឺ CD CD គឺ compound ណា compound sentence and number 3 Maria's love piano okay the answer is letter I ហ្នឹងគឺ simple sentence and number 4 when the bell rings the student line up quietly yeah ជាប្រភេទប្រយោគ CX yeah CX គឺ complex ណា and number 5 I wanted to go to the park but it started to rain yeah the answer is CD yeah compound and number 6 the movie ended early so we went out for ice cream yeah the answer is CD compound right and number 7 because I overslept I missed her bus and I was late to school yeah okay the answer is yeah CDCX compound complex sentence and number 8 the light flicker during the storm yeah the answer yeah ice simple sentence and number 9 Jason studied hard because he wanted an A yeah តឹងរៀនដើម្បីបានន័យ A the answer is CX yeah complex and the last one she read the book yeah she read the book and she wrote a report on it the answer is CD yeah okay everyone that's all our this lesson please take a look again and again to know clearly about Thai 4 sentence right and at the end